បរោះម្នាក់បានរើសបានបាល់ដែកតូចមួយដោយចៃដន្យតែមួយវិនាទីក្រោយមកបាល់តូចនោះក៏បញ្ចេញពន្លឺអគ្គិសនីរាប់រយខ្សែធ្វើឲ្យគាត់វិលមុខនឹងងឹតមកពេលភ្ញាក់ឡើងបរោះនោះក៏ភ្ញាក់ផ្អើលរកឃើញថាភ្នែករបស់គាត់អាចមើលទ្រង់រចនាសម្ព័ន្ធខាងក្នុងរបស់គ្រឿងអេសកាវ៉ាត័រខណៈពេលដែលគាត់កំពុងកោតសរសើរថាកម្លាំងអបិយជំនឿនេះពិតជាអស្ចារ្យណាស់គាត់ក៏បានរកឃើញថាខាងក្រៅរបស់រោងចក្រមានដុំមាសធម្មជាតិមួយដុំធំដើម្បីកុំឲ្យមានបញ្ហានៅពេលក្រោយបរោះនោះក៏ជីកយកវាចេញមកភ្លាមហឺគាត់បានខ្លាចជាអ្នកមានហើយតែពេលគាត់ទៅញ៉ាំបាយនៅអាហារដ្ឋានមេកាក៏បានរកគាត់ក៏បោះលុយ1,000យន់ឲ្យហើយប្រាប់ឲ្យបរោះនោះប្រគល់សោអេសកាវ៉ាត័រមករួចឲ្យគាត់ញ៉ាំបាយហើយចេញទៅបាត់ទៅពេលនេះបរោះនោះប្រកាសក្នុងចិត្តជាខ្លាំងថាគាត់ក៏ធ្លាប់ជីកបានដុំមាសធម្មជាតិពីកន្លែងបងផ្សាច់នេះដែរគាត់ចង់បណ្ដេញបរោះនោះទៅព្រោះខ្លាចគាត់រងស្ទះផ្លូវរកស៊ីរបស់ខ្លួនខ្ញុំនិយាយម្ដងទៀតឲ្យលោកស៊ូខេលមកផ្ទាល់បើមិនអីចឹងទេមិនបាច់និយាយគ្នាទេឯងរកស្លាប់ហើយមែនទេពេលមេកាត្រៀមនឹងប្រើកម្លាំងលោកស៊ូក៏បានមកដល់អាហារដ្ឋានដែរមិននឹកស្មានថាមេជាងចូលមកបង្កបញ្ហាថាប្អូនប្រុសមិនស្ដាប់តាមការគ្រប់គ្រងហើយថែមទាំងចង់វីគេទៀតសូម្បីតែអនុប្រធានរោងចក្រដែលឈរនៅក្បែរក៏ជួយមេជាងនិយាយដែរមើលទៅលោកចាងជឿងយីជាមេធំទី2នៅកន្លែងរ៉ែនេះប្រកាសជាមានជាប់ពាក់ព័ន្ធដែរបើដូច្នោះកុំបន្ទោសខ្ញុំដែលមិនគួរសមដូច្នេះប្អូនប្រុសក៏បានបើកភ្នែកទឹកភ្លាមហើយបានរកឃើញកន្លែងដែលពួកគេលាក់រ៉ែមីសភ្លាមក្រោយពេលពួកគេទៅដល់កន្លែងកាត់ហែកមិនត្រឹមតែឃើញមានអ្នកកំពុងរៀបចំទឹកអាស៊ីតខ្លាំងនោះទេថែមទាំងពីក្នុងកង់រថយន្តបានរកឃើញដុំពីរដែលមិនទាន់រំលាយអស់មីសដុំធំលោកចាងជឿងយីឥឡូវនេះតើលោកនៅមានអ្វីត្រូវពន្យល់ទៀតខ្ញុំខុសហើយគឺសុទ្ធតែជាកំហុសគេទេសុទ្ធតែគាត់អ្នកញុះញង់ខ្ញុំទេគាត់ថានៅរោងចក្ររ៉ែមាសរបស់យើងមានមាសដុំធំប៉ុន្មានដុំជារឿងធម្មតាទេពួកយើងគ្មានអ្នកណាដឹងរឿងនេះទេឯងនិយាយផ្ដេសផ្ដាសហើយច្បាស់ជាឯងហើយឯងជាមេធំទី2បាននាំខ្ញុំមកធ្វើមានបានពួកឯងទាំងពីរនាក់មិនត្រឹមតែលោកខ្លួនទេថែមទាំងឈួតទៀតដុំមាសធម្មជាតិមួយនេះកើតឡើងដោយធម្មជាតិដែលតម្លៃរបស់វាខ្ពស់ជាងមាសសុទ្ធរាប់រយដងឯងទាំងពីរនាក់បែរជាចង់រំលាយវាចោលទៅវិញក្រោយមកលោកសេវាមិនត្រឹមតែបណ្ដេញពួកគេទាំងពីរនាក់ចេញពីការងារទេតែថែមទាំងបានប្តឹងពួកគេតាមផ្លូវច្បាប់ទៀតផងបន្ទាប់មកក្មេងប្រុសគេគិតថាលោកសេវានឹងសង្ស័យថាខ្លួនបានលួចវាតែលោកសេវាមិនត្រឹមតែជឿលើសម្ដីរបស់គេទេថែមទាំងបានជួយក្មេងប្រុសស្វែងរកមិត្តភក្តិដែលរកស៊ីខាងវត្ថុបុរាណរបស់គាត់ទៀតផងអូយរបស់មានតម្លៃណាស់ដុំមាសធម្មជាតិមួយនេះកើតឡើងដោយធម្មជាតិមានរូបរាងដូចខ្លាដេកមានអានុភាពមិនធម្មតាតម្លៃរបស់វាអាចខ្ពស់ជាងតម្លៃមាសសុទ្ធឆ្នៃណាស់នេះពិតជាស្នាដៃសិល្បៈដ៏កម្រមួយលោកតាំងខ្ញុំមានគំនិតដ៏ក្លាហានមួយប្រសិនបើយើងអាចយកខ្លាដេកនេះមកពុំជាមួយត្បូងថ្មគៀវដ៏ល្អបំផុតមួយដុំចម្លាក់ជាជើងទំរូបនាគពណ៌និងបង្កើតបានជាវត្ថុតាំងលម្អរូបខ្លាដេកនាគពណ៌តែមានអត្ថន័យនៃសេរេមគោលតំណាងឲ្យសំណាងល្អហើយតម្លៃអាចនឹងកើនឡើងយ៉ាងហោចណាស់2ដងទៀតលោកនាយកស៊ូនេះជាគំនិតល្អប៉ុន្តែត្បូងថ្មគៀវកម្រិតកំពូលនេះប្រហែលជាពិបាករកណាស់ហើយមើលទៅអាយ៉ានេះហើយជាចំណុចពិបាកត្បូងថ្មខៀវដែលមានគុណភាពខ្ពស់គឺកម្រមានណាស់ភាគច្រើនគឺស្ថិតនៅក្នុងដៃអ្នកប្រមូលទិញដែលមានបទពិសោធន៍ដូច្នេះចំនួនដែលចរាចរនៅលើទីផ្សារគឺកាន់តែតិចណែកមីលីងចុះយ៉ាងម៉េចដែរខ្ញុំឮថាទីផ្សារលបែងថ្មក្នុងស្រុកយប់នេះអ៊ូអរណាស់ចុះយើងនាំលោកທາງទៅសាកល្បងសំណាងយ៉ាងម៉េចដែរឈីងរ៉ានអ្នកកុំនិយាយលេងអីទីផ្សារលបែងថ្មមានហានិភ័យខ្ពស់ណាស់លេង10ដងចាញ់5-4ដងលោកທາងជាអ្នកថ្មីខ្ញុំមិនណែនាំគាត់ឲ្យទៅលេងលបែងទេខ្ញុំមិនបានឲ្យគាត់ទៅលេងល្បែងទេអ្វីដែលខ្ញុំចង់មានន័យគឺយើងអាចទៅមើលក្រែងលោមានអ្នកផ្សេងកាត់បានត្បូងល្អរួចយើងទិញយកភ្លាមក្នុងតម្លៃខ្ពស់ទោះបីជាក្តីសង្ឃឹមតិចតួចក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏ជាផ្លូវមួយដែរមែនទេល្បែងថ្មមានហានិភ័យខ្ពស់ណាស់តែខ្ញុំមានភ្នែកទិព្វនៅខ្លាចហានិភ័យអីទៀតនេះមិនមែនជាឱកាសល្អបំផុតដើម្បីរើសបានរបស់ល្អទេអីខ្ញុំគិតថាយើងអាចសាកល្បងបានទោះបីជាទិញមិនបានក៏ដោយយ៉ាងហោចណាស់ក៏បានឃើញពិភពលោកខ្លះដែរអ្នកឃើញទេនោះហើយជាការបកស្រាយកាប់មួយដាវទៅបើមិនខ្លាយជាអ្នកមានភ្លាមទេក៏អស់ខ្លួនដែរដូច្នេះយើងគ្រាន់តែមើលមិនទិញទេកុំរំភើបចិត្តពេកណាខ្ញុំយល់ហើយយល់ច្បាស់ណាស់ដុំថ្មលំដាប់ខ្ពស់នេះក្នុងភ្នែកខ្ញុំដូចជាដោះខោអាវចេញមិនខុសគ្នាទេសំណសុទ្ធតែសំណទាំងអស់ពិតជាមិនងាយស្រួលរកបានរបស់ល្អទេភាពសាហាវនេះហើយដុំនេះត្រូវតាមតម្រូវការសម្រាប់បាតនាក្រុមពាត់យ៉ាងល្អឥតខ្ចោះលោកម្ចាស់ហាងដុំរបស់លោកនេះសម័យកាលកាន់តែជឿនលឿនបច្ចេកវិទ្យាកាន់តែទំនើបលេសុតក៏លាបសបានជាមួយលេយ៉ាសាកាគឺជាលេសុតដំបូងគេបង្អស់ដែលមានកម្រិតសខ្ពស់ជាងលេសុតទូទៅគុណនឹង20ស្បែកខ្មៅលាបលេចាន់ហើយតែមិនសមែនទេមិនចង់ប្រើជាមួយនឹងលេលាយបងប្អូនអាចជ្រើសរើសជាមួយនឹងលេសុតយ៉ាសាកាបានធានាថាស្បែកសទន់ភ្លឺថ្លាមាត់រលោងលឿនតែម្ដងស្បែកសស្អាតពិតៗជាពិសេសព្យាបាលស្បែកខូចស្ដើងសង្វារបានយ៉ាងឆាប់រហ័សជាមួយលេយ៉ាសាកាផ្ទុះ feedback ខ្លាំងៗមានអតិថិជនរាប់ពាន់រាប់ម៉ឺននាក់គ្រប់ទិសទីគ្រប់តំបន់ដែលប្រើហើយទទួលបានស្បែកសស្អាតហើយមានសុខភាពល្អ feedback បញ្ជាក់ច្បាស់ស្បែកសបែបក្រាស់ៗចិញ្ចឹមបំពន់ព្យាបាលស្បែកខូចស្ដើងសង្វារឲ្យសស្អាតគង់វង្សយូរអង្វែងទំនាក់ទំនងទិញតាមទីផ្សារទូទាំងប្រទេសឬ page CEO Yasaka ថ្មទុំមួយជើងនេះលក់មិនដែរថ្ងៃនេះលោកម្ចាស់សប្បាយចិត្តទិញយកទៅលេងចុះហឺខ្ញុំស្ទើរស្លាប់ហើយនេះជាថ្មចាស់ល្អលោកឲ្យ 50,000 បានហើយ 50,000 ឯងឈួតហើយ
500ខ្ញុំក៏ថាមិនសមដែររបស់សម្រាមបែបនេះឯងចេះតែបោកអ្នកមិនដឹងអីទេយ៉ាលោកយកខ្យល់អីបានបកនារីដ៏ស្រស់ស្អាតទាំងពីររូបមកទីនេះជាអ្នកបើកបរថ្មីរបស់លោកស្រីមែនទេហាចៅខាយនិយាយស្ដីប្រយ័ត្នមាត់បន្តិចនេះជាភ្ញៀវកិត្តិយសរបស់ខ្ញុំហាគ្រាន់តែនិយាយលេងទេកុំខឹងអីលោកភ្ញៀវកិត្តិយសព្រោះអីអត់មានទាំងពិលផងភ្ញៀវកិត្តិយសស្អីដែលហ៊ានមកកន្លែង50នេះហាអាហែកុំខ្វល់នឹងគេអីគ្រាន់តែជាក្មេងក្បាលរឹងដែលពឹងឪពុកប៉ុណ្ណោះអត់អីទេយើងមើលរបស់យើងទៅលោកម្ចាស់ខ្ញុំយកដុំនេះហើយលោកតាងមិនមែនយើងព្រមព្រៀងគ្នាតែទស្សនាមិនលេងល្បាញទេមិនហើយលោកថែងតូចថ្មដុំនេះលោកបែរជាមើលមិនដឹងទៅវិញហានិភ័យធំពេកហើយលឺអត់អាគ្រុកខ្ញុំប្រាប់ហើយថាគេជាមនុស្សល្ងងហើយហេ$50,000ទិញសម្រាមដែលខ្ញុំមិនចង់បានគេបែរជាចាត់ទុកវាជាកំណប់ទៅវិញហា$50,000ទិញថ្មប្រយោជន៍មួយដុំលោកពិតជាមានទេពកោសល្យមែនលោកយូភ្ញៀវកិត្តិយសរបស់លោកពិតជាគ្មានគំនិតល្អសោះហាលោកតាំងគិតឲ្យបានល្អិតល្អន់ទៅថ្មដុំនេះមើលពីសម្ពកក្រៅទៅលទ្ធភាពថាវាជាថ្មមានតម្លៃខ្ពស់លើសពី90លោកម្ចាស់ហាងលោកក៏បានលើហើយដែរមិត្តភ័ក្តិរបស់ខ្ញុំទាំងពីរនាក់ហើយនឹងលោកជាវដ៏ល្បីល្បាញនេះសុទ្ធតែនិយាយថាថ្មរបស់លោកនេះជាសម្រាមលោកលក់$50,000ឥឡូវនេះមិនសមរម្យទេមែនទេគុំនិយាយបែបនោះអីខ្ញុំទិញ$20,000បើលោកមិនលក់ទេខ្ញុំទៅឥឡូវនេះហើយយ៉ាងណាក៏ដោយរបស់គ្មានតម្លៃរបស់លោកនេះប្រហែលជាគ្មានអ្នកណាត្រូវការទេល្អ$20,000ក៏$20,000ទៅចាត់ទុកថាបានរាប់អានគ្នាទៅចុះហាឯងពិតជាល្ងងខ្លៅមែនចំណាយ$20,000ឯងគិតថាចំណេញហើយមែន$20,000ទិញសម្រាមដែលអញមិនចង់បានថ្ងៃនេះអញនឹងមើលឲ្យឆ្អែតភ្នែកម្ដងហាលោកចៃប្រសិនបើថ្មរបស់ខ្ញុំនេះមិនមែនជាសម្រាមទេតើលោកចៅនឹងខ្មាស់គេខ្លាំងទេឯងហ៊ានឌឺដងអ្នកណាឯងកុំមាត់ដាច់ហ៊ានភ្នាល់ជាមួយអញទេថ្ងៃនេះបើឯងកាត់ថ្មចេញបានរបស់មានតម្លៃអញនឹងហៅឯងថាលោកតាតែបើឯងកាត់បរាជ័យវិញឯងត្រូវនៅចំពោះមុខមនុស្សទាំងអស់ក្នុងសង្វៀនល្បែងនេះយកវាស៊ីទៅយ៉ាងម៉េចហ៊ានទេមកមើលទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នករាល់គ្នាអ្វីទៅដែលហៅថាមនុស្សល្ងងមានលុយច្រើនពិតប្រាកដហាចំណាយ$20,000ទិញថ្មពុកផុយដែលអញមិនត្រូវការថែមទាំងហ៊ានភ្នាល់ជាមួយអញទៀតឯងពិតជាមិនដឹងខុសត្រូវមែនខាងតូចកុំឆេវឆាវយើងកុំយកដុំថ្មនេះទៀតទៅឥឡូវចេញទៅនៅទាន់ពេលទេ$20,000នេះខ្ញុំចេញជូនចាត់ទុកថាយើងរៀនបានមេរៀនមួយយ៉ាងម៉េចហើយលោកហាងមនុស្សឈ្មោះចៅខៃនេះចូលចិត្តប្រើពាក្យសម្ដីបង្កឹងអ្នកដទៃលោកកុំចាញ់បោកគេដុំថ្មនេះខ្ញុំទើបតែមើលម្ដងទៀតហើយពិតជាមានក្តីសង្ឃឹមតិចតួចណាស់លោកស៊ីលោកយូទឹកចិត្តល្អរបស់លោកទាំងពីរខ្ញុំទទួលហើយប៉ុន្តែខ្ញុំនៅតែចង់សាកល្បងគឺលោកគ្រូរំខានបន្តិចហើយប្អូនប្រុសប្រកាសក្នុងចិត្តទេថាចង់កាត់ដុំថ្មនេះមែនយុវជនម្នាក់នេះហោះនៅតែតក់ក្រហល់ដដែលគ្រាន់តែសម្ដីបង្កឹងប៉ុន្មានម៉ាត់របស់ម្ចាស់ប្រុសចៅក៏ហ៊ានភ្នាល់$20,000ហើយស្រទាប់ថ្មនេះមើលទៅដឹងថាមិនល្អទេទាំងខ្មៅទាំងគ្រើមគ្មានសញ្ញាណល្អបន្តិចសោះពាក្យអ្នកជំនាញហៅថាដីអាចឆ្កែអ្នកណាទិញអ្នកនោះខាតលោកមើលនារីស្រស់ស្អាតទាំងពីរអ្នកនេះទៅមើលទៅដឹងថាជាអ្នកជំនាញខត់មិនស្ដាប់សោះពិតជារឹងរូសដូចគោលេយ៉ាសាកាជាលេសុតដែលរកឃើញចុងក្រោយគេបង្អស់ក៏ជាលេសុតដំបូងគេបង្អស់ដែលមានកម្រិតសខ្ពស់ជាងលេសុតទូទៅគុណនឹង20អាចជួយចិញ្ចឹមនិងបំពន់ព្យាបាលស្បែកស្ងួតសង្វារអាចរុយសរសៃក្រហមបានយ៉ាងល្អបំផុតសម្រាប់បងៗដែលចង់បានស្បែកសលឿនទន់មាត់រលោងដោយសុវត្ថិភាពសូមកុំភ្លេចប្រើប្រាស់ជាមួយនឹងលេសុតយ៉ាសាកាបងៗអាចឆែកមើល feedback ពីអតិថិជនប្រើប្រាស់ផ្ទាល់តាមរយៈ account TikTok មួយនេះគឺមានអ្នកប្រើប្រាស់ជាងរាប់ម៉ឺននាក់ដែលប្រើហើយទទួលបានផលពិតៗទោះបីជាស្បែកប្រើប្រាស់លេច្រើនហើយមិនទទួលបានផលយ៉ាងណាក៏ដោយបងប្អូនអាចរកជាបានតាមរយៈតំណែងចែកចាយនៅតាមទីផ្សារទូទាំងប្រទេសឬក៏អាចទំនាក់ទំនងមកកាន់ page ដោយផ្ទាល់បានចង់បានលេសុតសលឿននិងមានសុវត្ថិភាពខ្ពស់សូមកុំភ្លេចលេយ៉ាសាកា